ក្រៅពីគម្រោងចំនួន37ចិនបានចុះហត្ថលេខាជាមួយកម្ពុជាលើគម្រោងធំៗចំនួន3សំខាន់ដើម្បីអភិវឌ្ឍកម្ពុជាក្រៅពីឯកសាររដ្ឋចំនួន37គម្រោងដែលកម្ពុជាចិនបានចុះហត្ថលេខារួមគ្នាហើយនោះគឺនឹងមានឯកសារកិច្ចព្រមព្រៀងរវាងរដ្ឋនិងឯកជនធុរកិច្ចនិងធុរកិច្ចលើគម្រោងធំៗចំនួន3សំខាន់ដែលនឹងជួយអភិវឌ្ឍកម្ពុជាឲ្យកាន់តែប្រសើរជាងមុនក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោកស៊ីជីនភីងនៅកម្ពុជាភាគីកម្ពុជាចិនបានសម្រេចចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន37ដែលគ្របដណ្ដប់លើវិស័យជាច្រើនមានដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកលការអប់រំការអភិវឌ្ឍធនធានមនុស្សកសិកម្មឧស្សាហកម្មខ្សែច្រវាក់ផ្គត់ផ្គង់ជំនួយអភិវឌ្ឍពន្ធគយចាត់តលិស័កសុខាភិបាលទេសចរនិងប្រព័ន្ធផ្សព្វផ្សាយក្រៅពីនោះនៅមានឯកសារសំខាន់មួយចំនួនទៀតសម្រាប់ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងធំៗនៅកម្ពុជាដែលបានចុះហត្ថលេខារវាងរដ្ឋនិងឯកជនព្រមទាំងធុរកិច្ចនិងធុរកិច្ចមានដូចជាទី1គម្រោងគ្រប់គ្រងធនធានទឹកចម្រោះហ្វូណតតេជោដែលមានកិច្ចព្រមព្រៀងនិងកិច្ចសន្យាចំនួន5ដែលនឹងជំរុញការសាងសង់ព្រែកជីកហ្វូណតតេជោមានដូចជាទី1កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលមានឯកឧត្តមស៊ុនចន្ទថុលដោយទទួលបានសិទ្ធិប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាជាមួយនឹងលោកអៀងស៊ុនលីតំណាងក្រុមហ៊ុន Full Knowledge Coastal Inland Waterway ទី2កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនទី3កិច្ចព្រមព្រៀងវិនិយោគទី4កិច្ចសន្យាវិស្វកម្មលទ្ធកម្មនិងសាងសង់និងទី5កិច្ចសន្យាប្រតិបត្តិការនិងថែទាំដែលឡែកចំពោះគម្រោងធំទី2ដែលចិននិងកម្ពុជាបានចុះហត្ថលេខានោះគឺជាគម្រោងដែលបានសហការលើកិច្ចព្រមព្រៀងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលឧស្ម័នធម្មជាតិអនុភាព900មេហ្គាវ៉ាត់នៅក្នុងខេត្តកោះកុងចំណែកគម្រោងធំទី3គឺគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកដែលនឹងជួយឲ្យកម្ពុជាមានប្រព័ន្ធផ្លូវដែកដឹកជញ្ជូនបន្ថែមទៀតកាន់តែបង្កភាពងាយស្រួលនោះ